សួរដល់លោកគ្រូខ្ញុំមកមើលចានចៅវឌ្ឍនាជាប្រធានក្រុមទី6ដែលនិយាយពីប្រធានបទទី19និយាយពីសន្ធិសញ្ញាអន្តរជាតិហើយសន្ធិសញ្ញាជាតិហ្នឹងវាមាន6មេត្តាទី1ហ្នឹងសន្ធិសញ្ញាអន្តរជាតិទី2ហ្នឹងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សឆ្នាំ1948ទី3ហ្នឹងអនុសញ្ញាទីក្រុងស៊ើណែវឆ្នាំ1949ទី4ហ្នឹងអនុសញ្ញាស្តីពីការលុបបំបាត់រដ្ឋទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីឆ្នាំ1979ទី5ហ្នឹងអនុសញ្ញាស្តីពីសិទ្ធិកុមារឆ្នាំ1989ទី6ហ្នឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1993ហើយចុះស្ដីផ្ដើមរបស់យើងនឹងទី1ហ្នឹងគេនិយាយពីសន្ធិសញ្ញាអន្តរជាតិតើសន្ធិសញ្ញាអន្តរជាតិហ្នឹងគឺជាអ្វីសន្ធិសញ្ញាអន្តរជាតិហ្នឹងគឺជាកិច្ចព្រមព្រៀងផ្លូវការដែលធ្វើឡើងរវាងរដ្ឋាភិបាលនានាឬអង្គការអន្តរជាតិនៅក្នុងសហគមន៍អន្តរជាតិដើម្បីដោះស្រាយបញ្ហានានានិងកំណត់ច្បាប់ឬតម្រូវការពិភាក្សាហើយវារួមមានចំណុចសំខាន់ចំនួន3គឺការប្រកាសសិទ្ធិកាតព្វកិច្ចនីតិវិធីនិងច្បាប់សម្រាប់បញ្ហាផ្សេងៗដែលទាក់ទងនឹងការរួមកិច្ចការអន្តរជាតិសន្ធិសញ្ញាអន្តរជាតិអាចមានជាប់នឹងការកែច្បាប់ការរៀបចំអនុម័តនិងការប្រតិបត្តិដោយប្រើប្រាស់នៅក្នុងប្រទេសតែមួយឬប្រទេសជាច្រើនសន្ធិសញ្ញាអន្តរជាតិហ្នឹងវាមានប្រភេទផ្សេងគ្នាដែលអាចចាត់ចែងទៅតាមវិស័យដែលពាក់ព័ន្ធហើយប្រភេទនៃសន្ធិសញ្ញាអន្តរជាតិមានដូចជាទី1ហ្នឹងសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សទី2ហ្នឹងសន្ធិសញ្ញាស្តីពីការលួចបន្លំទី3ហ្នឹងសន្ធិសញ្ញាស្តីពីការរើសអើងទី4ហ្នឹងសន្ធិសញ្ញាស្តីពីសង្គ្រាមទី5ហ្នឹងគេនិយាយពីសន្ធិសញ្ញាអំពីសេដ្ឋកិច្ចអន្តរជាតិជួយកំណត់ច្បាប់និងអំពើប្រកបដោយការជឿយ៉ាងត្រឹមត្រូវដើម្បីបង្កើតសុខភាពផ្នែកសង្គមសេដ្ឋកិច្ចនិងការប្រកួតប្រជែងតាមមាត្រាហើយចូលដល់ចំណុចទី2នោះគេនិយាយពីសេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្សឆ្នាំ1943សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្សនេះត្រូវបានអង្គការសហប្រជាជាតិអនុម័តនៅថ្ងៃទី10ខែធ្នូឆ្នាំ1948នៅទីក្រុងប៉ារីសនៅទីក្រុងប៉ារីសនៅឯប្រទេសបារាំងវាបង្កើតឡើងក្នុងពេលក្រោយពេលសង្គ្រាមលើកទី2ដែលមានគោលបំណងធានានឹងការពារសិទ្ធិមនុស្សមូលដ្ឋានគ្រប់រូបនៅលើពិភពលោកហើយសេចក្តីប្រកាសនេះមានកំណត់អត្តសញ្ញាណក្នុងការពន្យល់សិទ្ធិមនុស្សដូចជាទី1ហ្នឹងសិទ្ធិរបស់មនុស្សក្នុងការរស់នៅប្រកបដោយសេរីភាពទី2ហ្នឹងសិទ្ធិដែលគ្រប់គ្នាមានក្នុងការទទួលបានការអប់រំនិងការព្យាបាលសុខភាពទី3ហ្នឹងសិទ្ធិឲ្យមនុស្សគ្រប់រូបមានសេរីភាពក្នុងការតវ៉ាផ្ទាល់ខ្លួននិងការប្រើប្រាស់សេវាកម្មក្នុងសង្គមទី5ទី4ហ្នឹងគេទី4ការពារសិទ្ធិគ្រប់គ្នាផ្នែកការងារនិងសេរីភាពក្នុងការអនុម័តច្បាប់សេចក្តីប្រកាសនេះត្រូវបានយកប្រើប្រាស់យ៉ាងទូលំទូលាយនឹងសេចក្តីជូនដំណឹងអំពីសិទ្ធិមនុស្សសំខាន់នៅលើពិភពលោកហើយមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍច្បាប់ជាតិនិងអន្តរជាតិហើយខ្ញុំសូមឲ្យមកខ្ញុំបន្តជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះញឹមសុភ័ត្រានាងខ្ញុំឡើងមកបកស្រាយនៅចំណុចទី3អនុញ្ញាតទីក្រុងស៊ើណែវឆ្នាំ1949អនុញ្ញាតទីក្រុងស៊ើណែវគឺជាឯកសារតម្រង់ទិសអន្តរជាតិសំខាន់សម្រាប់ការពារកិច្ចសម្លូឆ្លងពីសង្គ្រាមវាបង្កើតឡើងដើម្បីកំណត់ច្បាប់ស្តីពីការការពារក្តីសិទ្ធិមនុស្សនៅក្នុងស្ថានភាពប្រឆាំងគ្រោះអាកាសឡើងក្នុងសង្គ្រាមអន្តរជាតិឬសង្គ្រាមក្នុងប្រទេសប្រវត្តិនិងសេចក្តីសង្ខេបពីអនុសញ្ញាទី1គឺការបង្កើតអនុសញ្ញាទីក្រុងស៊ើណែវដំបូងគេបានចុះហត្ថលេខានៅឆ្នាំ1864នៅទីក្រុងស៊ើណែវប្រទេសស្វីសវាការចេញពីកំណត់របស់លោក Henry Dunant ទី2គឺច្បាប់ទូទៅមាន4គឺអនុសញ្ញាឆ្នាំ1864អនុសញ្ញាឆ្នាំ1906អនុសញ្ញាឆ្នាំ1929និងអនុសញ្ញាឆ្នាំ1949ចំពោះចំណុចសំខាន់នៅក្នុងអនុសញ្ញានេះដែរគឺទី1សិទ្ធិរបស់អ្នកជាប់ឃុំឃាំងអ្នកជាប់ឃុំឃាំងគឺមានសិទ្ធិមូលដ្ឋានដូចជាសិទ្ធិពិសាជ្រោមជ្រែងនិងការព្យាបាលជំងឺទី2គឺការពារសកម្មកម្មសង្គ្រោះថ្មមានវិញ្ញាណសាមញ្ញត្រូវការពារមិនឲ្យរងគ្រោះដោយមានសមត្ថភាពទេទី3គឺអំពើសង្គ្រាមការប្រើឧស្ម័នសម្លាប់ការប្រើកំភ្លើងការរដ្ឋបិទប្រើប្រាស់សារធាតុគ្រោះថ្នាក់និង4គឺសញ្ញាសម្គាល់មានន័យថាគឺនិមិត្តសញ្ញាដែលគេចាប់ផ្ដើមពីក្រហមទី4អនុសញ្ញាស្តីពីការលុបបំបាត់រដ្ឋទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី
អនុសញ្ញាស្តីពីការលុបបំបាត់ទំនងប្រចាំលើអនុស្ត្រីត្រូវបានអនុម័តនៅថ្ងៃទី13ខែធ្នូឆ្នាំ1979ដោយសភារដ្ឋសមាជិកសហប្រជាជាតិក្រោមការអនុម័តរួមវាគឺជាឯកសារអន្តរជាតិសំខាន់មួយដែលផ្ដល់ការការពារនិងលុបការរើសអើងប្រឆាំងនឹងស្ត្រីគោលបំណងនៃអនុសញ្ញាមានដូចខាងក្រោមទី1គឺលុបបំបាត់ទាំងស្រុងដោយការរើសអើងប្រឆាំងនឹងស្ត្រីក្នុងគ្រប់វិស័យធានាថាទី2គឺធានាថាស្ត្រីមានសិទ្ធិស្មើភាពជាមួយនឹងបុរសទាំងសិទ្ធិការងារសង្គមសេដ្ឋកិច្ចនយោបាយនិងវប្បធម៌ទី3គឺជំរុញឲ្យស្ត្រីចូលរួមយ៉ាងពេញលេញក្នុងការអភិវឌ្ឍសង្គមនិងការធានាសិទ្ធិមនុស្សចំពោះចំណុចសំខាន់នៃអនុសញ្ញានេះទី1គឺនិយមន័យនៃការរើសអើងប្រឆាំងនឹងស្ត្រីគឺជាការប្រព្រឹត្តឬការប្រើប្រាស់ទម្លាប់ណាមួយដែលមានលទ្ធផលប៉ះពាល់ដល់ស្ត្រីធ្វើឲ្យពួកគេនៅក្រោមសេរីភាពពិសិដ្ឋទី2គឺការបដិញ្ញាលុបការថយក្រោយវិញប្រទេសដែលចូលរួមនៅអនុវត្តនៅនីតិវិធីច្បាស់លាស់ដើម្បីលុបបំបាត់នៅការរើសអើងក្នុងវិស័យនេះមានដូចជាសេដ្ឋកិច្ចការងារសុខភាពនយោបាយនិងវប្បធម៌ទី3គឺសិទ្ធិស្ត្រីក្នុងវិស័យនានាមិនដូចជានៅក្នុងវិស័យសេដ្ឋកិច្ចសង្គមនិងវិស័យនយោបាយទី4គឺការដោះស្រាយបញ្ហាអំពើហិង្សានិងការរើសអើងអនុសញ្ញាកំណត់ឲ្យប្រទេសសមាជិកអនុវត្តច្បាប់ដើម្បីការពារស្ត្រីពីការរើសអើងឬការប្រើប្រាស់អំពើហិង្សាផ្សេងៗទី5គឺការផ្ដល់ការស្មើភាពក្នុងគ្រួសារអនុសញ្ញានេះគាំទ្រដល់ស្ត្រីក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួននិងការធានាសិទ្ធិស្មើភាពក្នុងទំនាក់ទំនងគ្រួសារសរុបជារួមមកសារៈសំខាន់នៃអនុសញ្ញានេះគឺទី1ការលុបបំបាត់ការរើសអើងទី2ការចូលរួមស្ត្រីក្នុងសង្គមទី3គឺការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគិច្ចទី4គឺការការពារស្ត្រីអំពីអំពើហិង្សាពីសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំជួបបានសេចក្ដីហើយនេះផងដែរនេះខ្ញុំបាននិយាយអំពីចំណុចទី5សញ្ញាស្ដីពីសិទ្ធិកុមារអនុសញ្ញាស្ដីពីសិទ្ធិកុមារគឺជាឯកសារអន្តរជាតិសំខាន់អនុម័តនៅថ្ងៃទី20ខែវិច្ឆិកាឆ្នាំ1989អនុម័តស្ដីពីសិទ្ធិកុមារគឺជាអនុសញ្ញាមួយដែលអង្គការសហប្រជាជាតិចេញផ្សាយនៅឆ្នាំ1989ដែលបានកំណត់សិទ្ធិនិងការពារសម្រាប់កុមារនៅលើផែនដីប្រទេសមានសមាជិកត្រូវបានគេរៀបចំឲ្យបញ្ចូលនៅការពារនិងសិទ្ធិទាំងអស់នេះក្នុងច្បាប់និងគោលបំណងនយោបាយរបស់គេអនុសញ្ញានេះផ្ដោតសំខាន់លើការការពារនិងការការពារសិទ្ធិរបស់កុមារទូទាំងពិភពលោកគោលបំណងសំខាន់នៃអនុសញ្ញា CRC មានដូចជាសិទ្ធិដល់ការអប់រំនិងការអភិវឌ្ឍ2សិទ្ធិរៀនមានជីវិត3សិទ្ធិក្នុងការដណ្ដើមខ្លួន4សិទ្ធិការពារចំពោះអំពើហិង្សានិងការលុបបំបាត់5សិទ្ធិធ្វើការប្រកបដោយសេរីភាពសារៈសំខាន់នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារជួយធានាថាកុមារទាំងអស់នៅលើពិភពលោកបានរីកចម្រើនក្នុងបរិយាកាសដែលប្រកបដោយសន្តិភាពនិងការគោរពអនុម័តអនុសញ្ញានេះមានអត្ថន័យថាប្រទេសសមាជិកគួរតែធ្វើការកែតម្រូវច្បាប់និងគោរពនយោបាយរបស់ពួកគេដើម្បីធានាសិទ្ធិនៃកុមារនៃការពារពួកគេចំពោះការហ្វឹកហាត់ចំណុចទី6ទីក្រុងព្រៀងទីក្រុងប៉ារីសឆ្នាំ1993ទីក្រុងព្រៀងទីក្រុងប៉ារីសត្រូវបានអនុម័តនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ1993នៅទីក្រុងប៉ារីសប្រទេសបារាំងទីក្រុងព្រៀងនេះមានគោលបំណងដើម្បីអះអាងនិងជួយសហប្រតិបត្តិការអនុវត្តច្បាប់សម្រាប់ការពារបរិស្ថាននិងបន្ធូរបញ្ចូលកម្រិតនៃការបញ្ចូលកាបូនក្នុងបរិស្ថានអនុម័តទីក្រុងព្រៀងទីក្រុងប៉ារីសនេះគឺជាកិច្ចព្រមព្រៀងដែលមានគោលបំណងសំខាន់ក្នុងការបញ្ចេញសេចក្តីព្រមព្រៀងអន្តរជាតិសម្រាប់ការអភិវឌ្ឍនៅការបង្កើតវិធានការអាកាសធាតុប្រកបដោយការអភិវឌ្ឍបរិស្ថានស្អាតនិងការកាត់បន្ថយបញ្ហាបរិស្ថានគោលបំណងនិងគំនិតសំខាន់ៗនៃកិច្ចព្រមព្រៀងនេះមានដូចជាមួយការកាត់បន្ថយកាបូនប្រទេសមានសមាជិកកិច្ចព្រមព្រៀងនេះព្រមព្រៀងក្នុងការកាត់បន្ថយការបញ្ចេញកាបូននិងសារធាតុផ្សេងៗដែលប៉ះពាល់ដល់បរិស្ថានពីការកំណត់កម្រិតសីតុណ្ហភាពកិច្ចព្រមព្រៀងនេះកំណត់គោលបំណងធំៗគឺរក្សាសីតុណ្ហភាពមិនឲ្យលើសកម្រិត 1.5 ដឺក្រេសេនសេសពីកម្រិតសីតុណ្ហភាពដែលមាននៅក្នុងឆ្នាំ1950ការចូលរួមអន្តរជាតិប្រទេសសមាជិកទាំងអស់ត្រូវចូលរួមក្នុងកំណត់គោលបំណងនិងកំណត់ការអភិវឌ្ឍវិធានការចំពោះបញ្ហាដែលប្រែប្រួលអាកាសធាតុ4ការបញ្ចប់ពីគោលបំណងទាំងអស់ប្រទេសសមាជិកមានភារៈត្រូវធ្វើការរាយការណ៍ពីការប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូននិងការតាមដានអនុវត្តដែលបានធ្វើជាទីបញ្ចប់យើងខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តភក្តិទាំងអស់ដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់
ហើយបាន sale បាន